សូមប្រុងប្រយ័ត្នមូលហេតុទាំងនេះអាចនាំឲ្យខូចតម្រងនោមដោយមិនដឹងខ្លួន បាទអូនពូមីងអ្នកខ្លះដែលកំពុងតែមានបញ្ហាតម្រងនោមបងប្អូនណាបាទប្រើផលិតផលច្រើនជាបាលជាច្រើនកន្លែងច្រើនទីតាំងហើយមិនទាន់បានធូរមិនទាន់បានជាបាទអញ្ចឹងកុំអស់សង្ឃឹមសម្រាប់ផលិតផលនៅខាងមុខខ្ញុំនេះគឺឲ្យឈ្មោះថាឱសថបុរាណខាខូធីលគឺជាផលិតផលរបស់ប្រទេសឥណ្ឌាបាទពូកែល្អលេខ1ខ្លាំងមែនទែនទៅលើការព្យាបាលបញ្ហាតម្រងនោមរបស់អូនលោកស្រីឆាតមកក្នុង page ឥឡូវនេះឬក៏ call មកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសជូនផងដែរសម្រាប់50អ្នកដំបូង តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះកាកសំណល់គ្រប់គ្រងតុល្យភាពជាតិទឹកនិងថែទាំសុខភាពរាងកាយទាំងមូលយ៉ាងណាមិញនៅពេលថ្មីនេះបញ្ហាតម្រងនោមមានការកើនឡើងយ៉ាងខ្លាំងដោយសារតែបរិបទនៃការរស់នៅមិនល្អជាក់ស្ដែងទម្លាប់មួយចំនួនដែលយើងតែងតែមើលរំលងអាចបំផ្លាញសរីរាង្គសំខាន់ដូចជាតម្រងនោមបន្តិចម្ដងហេតុនេះហើយគួរយើងគប្បីយល់ដឹងនិងផ្លាស់ប្ដូរទម្លាប់មិនល្អទាំងនេះចេញភ្លាមដើម្បីការពារកុំឲ្យខូចតម្រងនោម ទី1ការទទួលទានអាហារមិនបានត្រឹមត្រូវល្អដូចជាការញ៉ាំអាហារដែលមានរសជាតិប្រៃពេកហឹរឬជាតិខ្លាញ់ច្រើនពេកអាចធ្វើឲ្យតម្រងនោមធ្វើការខ្លាំងហើយបណ្ដាលឲ្យមានបញ្ហាអាហារកែច្នៃដូចជាមីកញ្ចប់និងអាហារកំប៉ុងក៏មានផ្ទុកសារជាតិសូដ្យូមខ្ពស់ដែលប៉ះពាល់ដល់តម្រងនោមដែរដូចនេះហើយយើងគួរតែកាត់បន្ថយរបបអាហារណាដែលមានជាតិប្រៃខ្លាំងដើម្បីការពារពីជំងឺតម្រងនោមទី2កង្វះជាតិទឹកនៅពេលដែលយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ នោះនឹងធ្វើឲ្យតម្រងនោមមិនអាចបញ្ចេញជាតិពុលប្រកបដោយប្រសិទ្ធភាពបានទេព្រមទាំងអាចបណ្ដាលឲ្យកើតមាននូវគ្រោះកម្រងនោមនិងការបង្ករោគលើផ្លូវទឹកនោមដើម្បីទ្រទ្រង់សុខភាពតម្រងនោមឲ្យបានគ្រប់គ្រាន់យើងគួរគប្បីញ៉ាំទឹកឲ្យបាន1លីត្រកន្លះទៅ2លីត្រក្នុងមួយថ្ងៃទី3កង្វះលំហាត់ប្រាណការមិនហាត់ប្រាណអាចនាំឲ្យយើងមានជំងឺជាច្រើនរួមទាំងជំងឺធាត់ជំងឺបេះដូងដែលសុទ្ធតែជាកត្តាហានិភ័យសម្រាប់ជំងឺតម្រងនោមផងដែរទី4ការធ្វើការហួសកម្លាំងនិងភាពតានតឹង នៅពេលដែលរាងកាយមិនបានសម្រាកគ្រប់គ្រាន់សរីរាង្គខាងក្នុងរួមទាំងតម្រងនោមក៏អាចប្រឈមនឹងកើតមានបញ្ហាផងដែរភាព stress ភាពតានតឹងអាចប៉ះពាល់ទៅដល់ការផ្គត់ផ្គង់អុកស៊ីសែនដល់សរីរាង្គហើយតម្រងនោមគឺជាសរីរាង្គមួយដែលងាយរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែភាពតានតឹង5សម្ពាធឈាមខ្ពស់ ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់នាំឲ្យមានជំងឺលើសឈាមជាមូលហេតុចម្បងនៃការខូចតម្រងនោមហើយមិនបានព្យាបាលត្រឹមត្រូវទេនោះវាអាចបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោមបណ្ដាលឲ្យខ្សោយតម្រងនោមទី6ការញ៉ាំគ្រឿងស្វឹងនិងជក់បារីច្រើនជ្រុលទន្ទឹមនឹងនេះដែរការញ៉ាំគ្រឿងស្វឹងច្រើនជ្រុលឬជក់បារីច្រើនអាចរំខានដល់ដំណើរការតម្រងនោមនិងបង្កជាជំងឺតម្រងនោមជាតិអាល់កុលជាថ្នាំបញ្ចុះទឹកនោមដែលអាចធ្វើឲ្យរាងកាយខ្សោះជាតិទឹកនិងតម្រងនោមចុះខ្សោយ ការជក់បារីធ្វើឲ្យសរសៃឈាមរួមតូចកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោមនិងរារាំងមុខងារតម្រងនោមអាចបង្កើនហានិភ័យនឹងជំងឺតម្រងនោមផ្សេងៗរួមទាំងជំងឺមហារីកតម្រងនោមផងដែរបើពេញចិត្តវីដេអូមួយនេះសូមជួយចុចចែករំលែកនិង share បន្តផង